ជំរាបសួរប្រិមិត្តទស្សនិកជននៅល្ងាចថ្ងៃទី27ខែកក្កដាឆ្នាំ2026ខ្ញុំបានជួបលោកពូអេងដោយលោកពូអេងគាត់បានទំនាក់ទំនងមកខ្ញុំផ្ទាល់បើសុំឲ្យខ្ញុំនឹងជួយផ្សាយដោយគាត់ថាគាត់រងភាពអយុត្តិធម៌ដោយគាត់បានបង់រំលោះ Pass App មួយគ្រឿងបាទខ្ញុំក៏បានជួបសួរនាំគាត់ត្រួសដែររហូតដល់ខ្ញុំបានជូនគាត់ទៅជួបនឹងភ្នាក់ងារបុគ្គលិករបស់ Finance Mingo ផ្ទាល់បញ្ហា Pass App នេះបើខ្ញុំស្ដាប់លោកពូអេងតែគាត់បានប្រាប់ខ្ញុំបើគឺគាត់បានបង់រំលោះ Pass App មួយគ្រឿងគាត់បានកក់ហ្នឹងគឺ$1000ហើយគាត់បានបង់រយៈពេល30ខែអញ្ចឹងមួយខែ$102យើងបូកជាមួយនឹងលុយកក់$1000ហើយនឹងគាត់បង់បាន30ខែវាស្មើនឹង$3000ជាងយើងបូកជាមួយនឹងលុយកក់$1000គឺវា$4000ជាងរហូតទល់តែគាត់នឹងគ្រោះថ្នាក់ចរាចរណ៍ដែលគេបុក Pass App គាត់គ្រោះថ្នាក់ចរាចរណ៍នេះក៏គាត់បានបញ្ជូនព័ត៌មាននេះមកដល់ Finance Mingo ដែរដើម្បីឲ្យគេដឹងបាទអញ្ចឹងគាត់អស់លទ្ធភាពបង់ដោយសារអីវាជួបគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងគាត់អាក់ខានបង់នឹង4ខែបើទោះបីគាត់អាក់ខានបង់4ខែគាត់ក៏នៅតែទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន Finance Mingo នេះដែរដើម្បីឲ្យគេទទួលព័ត៌មាននេះអញ្ចឹងរាល់ពេលដែលក្នុងកំឡុងពេលខែកក្កដាឆ្នាំ2021នេះបាទគឺក្រុមហ៊ុន Finance Mingo បាទគឺភ្នាក់ងាររបស់ Finance ផ្ទាល់គឺឈ្មោះអីឈ្មោះសំភូបាទគឺបានមកកុហកលោកពូអេងថាយក Pass App មកភ្ជាប់ GPS ហើយគឺយក Pass App នេះមកឲ្យលោកពូអេងវិញពេលដែលយក Pass App មកគឺក៏បោបលោកពូអេងទូរស័ព្ទអីហ្នឹងនៅលើ Pass App ទាំងអស់ដោយលោកពូអេងគាត់គិតថាគេយក Pass App មកភ្ជាប់ GPS ហើយគេនឹងយក Pass App មកឲ្យវិញបាទទីបំផុតគឺ Pass App នេះយកទុកគឺមិនឲ្យលោកពូអេងវិញទេអញ្ចឹងបានឲ្យបងប្អូនពិចារណាថាយកលោកពូអេងគាត់បង់បាន$4000ហើយទៅឲ្យក្រុមហ៊ុន Mingo Finance នេះបាទមូលហេតុអីបាន Finance Mingo មកដក Pass App របស់គាត់ទៅយកលុយគាត់$4000ហើយមកដក Pass App ទៀតវាស្មើនឹងក្រុមហ៊ុនបាទ Finance Mingo ចំណេញយកលុយគាត់មកតង់ហើយយក Pass App មកតង់ទៀតចឹងវាដប់គ្នាពីរត្រួតអានេះគឺរំលោភសិទ្ធិលើអតិថិជនបាទតាមរយៈភូតបោកប្រាស់កុហកថាយកមកភ្ជាប់ GPS បាទអញ្ចឹងលោកពូឯងគាត់មានភាពស្មោះត្រង់បាទព្រោះក្រុមហ៊ុន Finance គេមកយកហើយយើងក៏ឲ្យគេទៅគេនឹងយកឲ្យយើងវិញហើយព្រោះយើងត្រូវបង់ឲ្យគេទៀតហើយយើងវាបង់បាន$4000វាស្មើនឹងតម្លៃ Pass App មួយហើយបើយើងពិចារណាទៅអញ្ចឹងបានឲ្យប្រិមត្តទស្សនិកជនលោកចាណាសួរថាអ្នកណាឲ្យបាត់លុយ$4000បាទព្រោះយើងបង់បាន$4000ប្រិមត្តមូលហេតុអីយើងឲ្យបាត់ Pass App បាត់លុយទៅទៀតនេះហើយសិតតែជាកង្វល់របស់ប្រជាពលរដ្ឋដែលក្រុមហ៊ុនបងរំលោះបានរំលោភបំពានសិទ្ធិរបស់អតិថិជនឥឡូវខ្ញុំសួរលោកពូអេងផ្ទាល់ខ្ញុំរៀបសួរបាទលោកពូអេងជួយនិយាយដំណើរដើមតងនឹងបន្តិចមើលថាការបង់នឹងយើងបង់របៀបម៉េចឲ្យបង់បានប្រមាណហើយបូកនឹងអាប្រចាំខែនេះប្រមាណសរុបប្រមាណការបង់នឹងពីដើមឡើយមកខ្ញុំទៅយក Pass App ហ្នឹងខ្ញុំកក់1000 Pass App ហ្នឹងគេថា$3008អញ្ចឹងបានន័យថាយើងចម្ពាក់គេបើកក់1000បានន័យថាយើងចម្ពាក់អា Mingo Finance ហ្នឹង2008បាទ2008ហើយថ្ងៃដែលទៅយកហ្នឹងគេអត់សួរខ្ញុំគេដាក់ថ្ងៃមកគេបង់ថ្ងៃ8បាទតែបងថ្ងៃ8អត់កើតទេខ្ញុំត្រូវប្រើប្រាស់លុយផ្សេងត្រូវថ្ងៃ10ហ្នឹងប្រាក់ខែបើកមកត្រូវបង់ធនាគារអានេះសុំថ្ងៃ20ជាងបាទក៏ត្រូវពងរវល់ទៅសិនទៅបាទហើយចាំមកខ្ញុំចាប់ផ្ដើមបងថ្ងៃ22ជារៀងរាល់ខែតាំងពីចាប់ផ្ដើមនោះមកគាត់ចេះទាំងដាក់បងឲ្យដាក់លើសទៅបងឲ្យដាក់លុយលើសតិចទៅព្រោះហ្នឹងមិនលើសមិនខ្ញុំឲ្យលើសបងពិតត្រូវ99រៀលខ្ញុំបងឲ្យ102រហូតហើយគាត់ក៏ទទួលលុយនឹងជារហូតទៅគាត់ចេះតែមកថ្ងៃ8តែមកទាំងបងដាក់ដោយរដងបងឯងត្រូវកែកន្លែងហ្នឹងហ្នឹងកែបានក៏ត្រូវតែបានដែរព្រោះអីវាអត់មានអីត្រូវកែបានទេគ្រាន់តែកសែกระดาษហ្នឹងបងឯងត្រូវចាយសេវាប៉ុន្មានប្រាប់ខ្ញុំមកបងឯងកែឲ្យបានតែគាត់ថាកែអត់បានខ្ញុំគាត់ថាអញ្ចឹងខ្ញុំបងលើប៉ុណ្ណឹងហើយជ្រាវទៅហើយឥឡូវចេះខ្ញុំសួរកាត់កុំឲ្យយូរមូលហេតុអីគេដក Pass App ទៅ Pass App នោះមកពីគេថាទី1គេថាយើងដាច់ GPS ទី2គេថាយើងបងខកខានបាទប៉ុន្តែការខកខានឥឡូវចេះផ្ដាច់ជីមូលហេតុអីផ្ដាច់ GPS
GPS ហ្នឹងវាកង់3មានការឆ្លងភ្លើងបើយើងបាត់សោហើយ មូលហេតុអីបានឆ្លងភ្លើង វាអត់ដឹងដែរវាបាត់សោវានៅតែភ្លឺ បាទ ប៉ុន្តែវាមុនហ្នឹងវាមានគ្រោះថ្នាក់ចរាចរណ៍ដែរវាពីរដងទាំងអាកន្លាប់នេះណា ចរាចរណ៍ បាទវាបុកពីមុខអាក្រោយនេះបុកចំហៀង ពីមុនហ្នឹងមុនឆ្លងហ្នឹងគ្រោះថ្នាក់ចរាចរណ៍សាហើយ បាទប៉ុន្តែវាបុកពីមុខទេវាមិនកន្លាប់ទេគ្រាន់តែវាផ្អៀងវាមកត្រឡប់អាក្រោយនេះពីរត្រឡប់មក បាទអញ្ចឹងក្រោយមកទៀតបានគ្រោះថ្នាក់ចរាចរណ៍ អាហ្នឹងធ្ងន់ធ្ងរហ្នឹងបាទ បាទ អាហ្នឹងអាគ្រោះថ្នាក់ដំបូងនៅបងរហូតទេ បាទ បងរហូតបងយូរមកដាច់មួយឆ្នាំជាងបងរហូតទៅខកខានអាម្លងខែនេះប្រហែលជា4ខែហ្នឹង ពូខានបង4ខែ បាទ បាទចុះមូលហេតុអីបានពូខានបងគេ4ខែ ចូលវាយើងឈឺឆ្លោះដៃទៅ គ្រោះថ្នាក់ចរាចរណ៍ បាទគ្រោះថ្នាក់ចរាចរណ៍ឆ្លោះដៃ អញ្ចឹង យ យល់ pass app ហ្នឹងគេមកដកក្នុង គេមកដកហ្នឹង កំឡុងខែណា ខែ7ថ្ងៃទី10ម៉ោង 11:30 30 ថ្ងៃត្រង់ គេមកដកហ្នឹង គេមកដកហ្នឹងមុន ណាមកដក មូសំភូថ្ងៃ10គាត់តែបងខ្ញុំជួបថ្ងៃបានអត់បានដែរបងហើយខ្ញុំក៏តម្លាក់ location ឲ្យគាត់ហ្នឹងថ្ងៃហ្នឹងខ្ញុំបានទៅទេចាំស្អែកខ្ញុំតម្លាក់ location ឲ្យទៀតកន្លែងដដែលហ្នឹង បាទ គាត់ថាខ្ញុំថាបងឯងយកតែមកដកកង់3ខ្ញុំទៅថាអត់ឲ្យទេព្រោះខ្ញុំថ្ងៃ16ហ្នឹងខ្ញុំបើកលុយខ្ញុំបងអាខកខានទាំងប្រមាណថាម៉េចបងឯងអត់ចង់ជួបមកមួយថ្ងៃនេះខ្ញុំដឹងកំណត់បងឯងខកប៉ុណ្ណេះអាចដកកង់3ទៅមិនឲ្យមានតែឈួតនៅតែដកបងឯងបងឡើង 4000 ជាងអាណាឈួតទៅដកកង់3បងឯង បង 4000 ជាងហើយ បាទវានិយាយបញ្ជាក់យ៉ាងទៀតហើយខ្ញុំក៏ណាត់ជួបគាត់គាត់ថាឥឡូវឲ្យខ្ញុំទៅកន្លែងក្រុមហ៊ុនទៅធ្វើកិច្ចសន្យាការបងលុយឲ្យត្រឹមត្រូវហ្នឹងថាអត់អីទេលុយដល់ថ្ងៃ16ខ្ញុំដឹងឲ្យបងឲ្យប្រហែលចឹងខ្ញុំទៅជាប់ GPS បងឯងទៅជាមួយខ្ញុំហ្នឹងខ្ញុំកន្លែងខ្ញុំទៅចូលខ្ញុំទៅអត់បានទេបងឯងយកទៅប៉ុន្តែបើកមកឲ្យបងវិញមកបានតែបងបានថាណៃអត់មានកុហកអត់ទេអត់កុហកទេហើយយើងទុកចិត្តវ៉ាលីក៏អាវយើងនៅនឹងមានទាំងខ្សែកអាប្រាស់ហ្នឹងហើយទូរស័ព្ទអីនៅនឹងមួយគ្រឿងដែរ បាទ ហើយសម្ភារៈហ្នឹងគេថាម៉ោង2មកអីគេជិះមកឲ្យវិញហើយ បាទ ហើយខ្ញុំក៏ទ្រាំប្រាប់គាត់ថាអូនថ្ងៃ16បើមិនឃើញបងលុយហ្នឹងទេអូនឯងយកចុះមកយកចុះកង់3ហ្នឹងផ្ទះក៏ស្គាល់កន្លែងធ្វើការក៏ស្គាល់ដែរប្រាប់ចឹងទេ លោកពូឯងពេលដែលបន្ទាប់ដែលគេដក pass app ហើយលោកពូឯងក៏បានតំណាក់តំណងមកខ្ញុំដើម្បីឲ្យជួយប្រឹក្សាហើយជួយតំណាក់តំណងទៅនឹងក្រុមហ៊ុន Finance Mingo ចឹងខ្ញុំក៏បានទៅជួបជាមួយនឹងលោកពូឯងហើយជួបនឹងតំណាងប្រធានគេនឹងដែរបាទគឺប្រធានរបស់លោកសុភូបាទពេលដែលទៅជួបនេះខ្ញុំអត់និយាយខ្លួនឯងទេណាខ្ញុំឲ្យលោកពូឯងនិយាយសិនតាពេលទៅជួបនឹងគេនិយាយថាម៉េច គេនិយាយថាត្រូវបងផ្ដាច់យើងសងបងប្រមាណបងផ្ដាច់ 2100 ជាង 100 ជាង100ភ្លេច ហើយគេនិយាយថាម៉េចទៀត គេនិយាយថាសុំបងតាមតាណាហ្នឹងអត់បានទេព្រោះធ្វើតាមច្បាប់ក្រុមហ៊ុន ច្បាប់ក្រុមហ៊ុន បាទហើយក្មួយអ្នកកសែតហ្នឹងគាត់ថាគាត់ធានាគាត់បើមិនទុកចិត្តគាត់ធានាគាត់មានតាញៀនបានមានអីដែរគាត់ធានាថាពូនឹងត្រូវធ្វើកម្មកិច្ចសន្យាថ្មីត្រូវបងទៀងទាត់អីចឹងណា បាទ តែគេអត់ព្រមគេនៅតែទៀមទីឲ្យបងផ្ដាច់ បាទ ហើយលក្ខណៈដែលយើងកំពុងតែមានបញ្ហាលុយអញ្ចឹងឲ្យបងផ្ដាច់ណាមានលុយទៅបងផ្ដាច់ហើយផ្ដាច់ហ្នឹងមិនតិចតួចទៀតទៅផ្ដាច់ដល់2100ជាងហើយអីក៏សម្បើមហ្នឹងបង30ខែហើយលុយ បាទ ជាងនៅទៅ2000ជាងដែរ បាទហ្នឹងហើយចូលបើសិនណាជាយើងអត់បងផ្ដាច់គេនិយាយថាម៉េចទៀតចំណុច ថាមានទ្រព្យតង្កល់ប្រហែលជា2000ទៅ3000ទៅតង្កល់បានដកកង់3យើងមកប្រើបាន ហើយគេនិយាយថាម៉េចទៀត បើមិនឆាប់ដោះស្រាយទេគេនឹងលក់កង់3នឹងដើម្បីបញ្ចប់បំណុល បាទប្រិមត្តទស្សនិកជនចំណុចមួយទៀតបាទគឺលោកពូឯងគាត់ភ្លេចបាទគាត់ភ្លេចគាត់ថាបើអត់មានទ្រព្យតម្កល់ទេអត់លុយបងទេគឺទុក pass app ហ្នឹងព្រោះ pass app ហ្នឹងជាទ្រព្យបាទអញ្ចឹងវាដដែលបាទយើងបង់អស់$4000ហើយគេរឹបអូស pass app យកទៅអញ្ចឹងវាស្មើនឹងយើងFinance Mingo នឹងយកលុយយើង$4000ហើយមកយក pass app ទៀតបាទហើយអានេះគឺជាការរំលោភទំនុកចិត្តដែលមកបញ្ឆោតកុហកថាយក pass app ទៅភ្ជាប់ GPS បាទបងប្អូនប្រិមិត្តចឹងអរគុណបាទសូមបងប្អូនប្រិមិត្តទស្សនិកជនលោកជួយ share ផងបាទអរគុណច្រើន